ចាថ្ងៃនេះមកមើលពីរបៀបជូតសម្អាតចានៅទូកញ្ចក់ដែលធ្វើអំពីអាលុយមីញ៉ូមចាឲ្យមានភាពភ្លឺរលោងស្រស់ស្អាតចាជាងមានតែកាសែតហើយនឹងទឹកសាប៊ូយើងធ្វើការបាញ់ជុំវិញកញ្ចក់នឹងអាលុយមីញ៉ូមយើងទៅចាយើងយកកាសែតជូតចារៀងធ្ងន់ដៃបន្តិចចាដើម្បីឲ្យវាកាន់តែស្រស់ស្អាតចាអស់ធូលីអស់ដីចាហើយបើសិនជាយើងអត់មានទឹកសាប៊ូយើងមានតែសាប៊ូបោកកៅអៅសាប៊ូលាងចានយើងដាក់ក្នុងដបមួយហើយយើងធ្វើការក្លុកហើយយើងមានយើងចោះរុនបងយើងចោះរុនវាពី3ហើយយើងបាញ់ទៅលើទូនឹងទៅចាហើយយើងមានកូនកសែងមួយចាជូតសម្អាតចាលើកញ្ចក់ដែលយើងចង់ជូតនឹងទៅចាតាមថ្នាក់នីមួយៗទូតាមកលៈកញ្ចក់ចាជុំវិញចាហើយទូរបស់យើងនឹងមានភាពភ្លឺរលោងស្រស់ស្អាតចាំងផ្លេកចាហើយនេះគឺជាសកម្មភាពចាក្រុមជាងយើងខ្ញុំក៏ធ្វើការជុតចានៅទូចានឆ្នាំងមួយចាបងប្អូនមើលទៅចាមានលក្ខណៈភ្លឺចាំងផ្លាតស្អាតមែនតែនចាពណ៌សនេះចាហើយសម្រាប់អំពងមីងចាដែលមានតម្រូវការចង់កំងឬចង់កាត់ចាជាទូកញ្ចក់អាលុយមីញ៉ូមដូចជាទូដាក់សម្លៀកបំពាក់ទូចានឆ្នាំងទូតាំងទូរស័ព្ទទូសម្រាប់តាំងគ្រឿងគ្រប់ប្រភេទបងប្អូនចាខាងក្រុមជាងបងប្អូនទទួលកំងកាត់ជូនបានចាតនីគុណភាពជូនចាសម្រាប់ទូនីមួយៗគឺយើងធ្វើដោយយកចិត្តទុកដាក់ផ្ចិតផ្ចង់ចាគុណភាពជាចម្បងពុកម៉ែបងប្អូនចាហើយទូចានឆ្នាំងនេះចាគឺខាងបងស្រីនៅខាងចាបឹងត្របែកដែលគាត់ធ្វើការយកព្រឹកមិញចាហើយយើងធ្វើការជូតសម្អាតហើយនឹងយើងដឹកឲ្យភ្ញៀវព្រឹកមិញហើយចាអរគុណគោរពលាចាពុកម៉ែបងប្អូនសម្រាប់ការទស្សនាវីដេអូចា